យើងដូចខានជួបគ្នាយូរហើយម្ល៉េះមកយាយការសិក្សារបស់ឯងរៀនដល់ណាដល់ណីអីអត់ទាន់បានរៀនតហើយពងធ្វើការសិនហ្នឹងហើយក៏អត់ទាន់ដឹងថារៀនអីដែរហើយចាប់បងឯងវិញខ្ញុំទៅតែជាប់អាហារូបករណ៍ 100% នៅ CGTI ហើយខ្ញុំរៀនជំនាញការបញ្ជាទិញហ្នឹងណាបងឯងប៉ាកែមែនហើយជំនាញហ្នឹងគេរៀនពីអីវិញជំនាញការបញ្ជាទិញហ្នឹងមែនគេរៀនអំពីការបង្កើតសម្ភារបំពាក់ការរចនាម៉ូដក៏ដូចជាការរៀបចំផែនការនៃការអភិវឌ្ឍទំនាក់ទំនងជាមួយនឹង brand ឬក៏ម៉ាកយីហោរបស់សម្ភារបំពាក់ហើយនឹងគ្រឿងសម្ភារៈផ្សេងៗដែលគេឲ្យយើងចេះគ្រប់គ្រងទៅលើការបញ្ជាទិញចាប់តាំងពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រាប់នៃការបង្កើតសម្ភារបំពាក់បើសិនជាឯងចង់រៀនជំនាញបច្ចេកទេសនៅ CGTI ក៏មានជំនាញបច្ចេកទេសមួយទៀតដែរគឺជំនាញវិស្វកម្មឧស្សាហកម្មគុណភាពនិងផលិតកម្មដែលយើងអាចហៅកាត់ថា IE ហើយអីដែលពិសេសទៀតជំនាញទាំងពីរហ្នឹងឥឡូវហ្នឹងកំពុងតែមានតម្រូវការទីផ្សារការងារនៅលើទីផ្សារការងារបច្ចុប្បន្នទៀតល្អមែនហើយបើចង់ប្រឡងអាហារូបករណ៍ហ្នឹងតម្រូវមានលក្ខខណ្ឌអីខ្លះហើយអ្នកធ្លាក់បាក់ឌុបដូចខ្ញុំណាចូលប្រឡងបានអត់ចោះអត់ពិបាកទេមិនថាយើងជាប់ឬក៏យើងធ្លាក់បាក់ឌុបក្តីក៏យើងអាចប្រឡងបានដូចគ្នាខាងវិទ្យាស្ថានគឺផ្ដល់ឱកាសឲ្យយើងគ្រប់គ្នាឲ្យតែយើងចង់មានជំនាញឱកាសល្អដល់ម្លឹងគួរឲ្យជឿអត់ជឿមែនទេតោះស្ដាប់ពួកគាត់និយាយសិនមើលជំរាបសួរខ្ញុំឈ្មោះតាំងតៃសានជានិស្សិតសិក្សាទៅលើជំនាញវិស្វកម្មឧស្សាហកម្មនៅវិទ្យាស្ថាន CGTI បន្ទាប់ពីដឹងព័ត៌មានពីវិទ្យាស្ថាន CGTI ខ្ញុំក៏ព្យាយាមតាក់ទងមកសាលាស្នើសុំដាក់ពាក្យដើម្បីប្រឡងយកអាហារូបករណ៍ហើយនៅក្នុងពេលកំឡុងរៀនផ្ទាល់វិទ្យាស្ថានមានអត្ថប្រយោជន៍ជាច្រើនទៅដល់និស្សិតដូចជាកន្លែងស្នាក់នៅជាពិសេសសម្រាប់និស្សិតដែលមកពីខេត្តឆ្ងាយផ្ដល់នូវអាហារថ្ងៃត្រង់អាហារសម្រន់អ្វីដែលសំខាន់នោះគឺវិទ្យាស្ថានផ្ទាល់បានធានាស្វែងរកការងារឲ្យនិស្សិតផ្ទាល់នៅពេលដែលពួកគាត់បានបញ្ចប់ការសិក្សាដោយជោគជ័យសួស្តីខ្ញុំឈ្មោះ Camdelin ជានិស្សិតជំនាញផ្នែកវិស្វកម្មឧស្សាហកម្មគុណភាពនិងផលិតកម្មពីមុនមកខ្ញុំអត់សូវមានទំនុកចិត្តនៅលើសមត្ថភាពខ្លួនឯងប៉ុន្មានទេប៉ុន្តែការសិក្សានៅ CGTI មិនត្រឹមតែផ្ដោតទៅលើទ្រឹស្ដីទេប៉ុន្តែគឺផ្គប់ផ្សំជាមួយនឹងការអនុវត្តជាក់ស្ដែងផ្ទាល់ហើយមិនត្រឹមតែប៉ុណ្ណោះនៅទីនេះក៏មានការសិក្សាទៅលើជំនាញទន់ផងដែរដើម្បីឲ្យយើងត្រៀមខ្លួនរួចជាស្រេចនៅក្នុងការអនុវត្តការងារជាក់ស្ដែងល្អប៉ុណ្្នឹងហើយនៅចាំអីទៀតដាក់ពាក្យហ្មង